Well, Patch Guy, Patch, you've got something to say, son. Yeah. I'd like to know how you make this noise without bashing Janet's foot. នៅឆ្នាំ1977ទីក្រុងឡុងដ៏ស្ងប់ស្ងាត់មួយបានក្លាយទៅជាចំណុចនៃករណីចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រគ្រឿងសង្ហារិមបានផ្លាស់ទីដោយខ្លួនវាសម្លេងបានផុសចេញមកតាមខ្យល់ហើយសូម្បីតែប៉ូលីសបានត្រឹមតែឆ្ងល់តើវាជាការលងបន្លាចពិតប្រាកដឬជាការបោកបញ្ឆោតចូលទៅក្នុងអាថ៌កំបាំងរបស់ Enfield ហើយសម្រេចចិត្តដោយខ្លួនឯងថាវាជាអ្វី From Brazil. How do you do it, mate? God, they're cowards. Don't you ever get a sore throat, Janet? No. Sure. Yeah. You never get pain in the back of the neck or something? No. Oh, what do you mean? I'm sorry, I'm not with you. What? Oh, you with me now? Really? Sensation in the back of the neck. Well, tell us about that. I don't know, No, tell me about that. You get it now? Buzzing in the back of the neck. Do you feel it vibrating as if it was sort of No, like someone someone got what? their hand on the back of my neck, like that. នៅជាយក្រុង Enfield ដ៏ស្រស់បំព្រងនៅចំកណ្ដាលផ្លូវដ៏ស្រស់បំព្រងដូចគ្នានិងផ្ទះដ៏សែនកក់ក្ដៅបានលាក់បាំងនៅភាពភ័យខ្លាចដែលជាភាពភ័យរន្ធត់និងត្រូវបានស្គាល់ថាជា Enfield Poltergeist នេះមិនមែនគ្រាន់តែជារឿងនិទានដែលផុសចេញពីការស្រមើស្រមៃប៉ុណ្ណោះទេវាជាករណីសកម្មភាពចម្លែកដ៏ពិតប្រាកដដែលបានកើតឡើងធ្វើឲ្យអ្នកដែលហ៊ានស៊ើបអង្កេតរឿងនេះនៅចុងទសវត្សរ៍ទី70នៅពេលដែល P.G. Hudson កំពុងតែតស៊ូនិងដោះស្រាយហេតុការណ៍ដ៏ចម្លែកក្នុងផ្ទះរបស់នាងនៅផ្លូវ Green Street ដំបូងឡើយវាមិនមានអ្វីក្រៅពីឮសំឡេងដ៏ចម្លែកមួយនៅក្នុងពេលយប់នោះទេពោលគឺកម្រាលឥដ្ឋដែលបន្លឺឡើងសំឡេងខ្សឹបក្នុងភាពងងឹតប៉ុន្តែពេលវេលាបានកន្លងផុតទៅការរំខានកាន់តែខ្លាំងឡើងនិងភាពអាក្រក់កាន់តែខ្លាំងឡើងដូចគ្នាវត្ថុចាប់ផ្ដើមផ្លាស់ទីតាមចិត្តរបស់វាដោយបង្កឲ្យមានភាពព្រឺព្រួយយ៉ាងខ្លាំងគ្រឿងសង្ហារិមបានរំកិលនៅលើដីហាក់ដូចជាត្រូវបានគេទាញតែមើលមិនឃើញអ្វីសោះហើយបន្ទប់ក៏មានសំឡេងដោយសំឡេងហាក់ដូចជាចេញមកពីជញ្ជាំងដោយការភ័យខ្លាចនិងងឿងឆ្ងល់ PG បានខលទៅអាជ្ញាធរមូលដ្ឋានដើម្បីសុំជំនួយប៉ុន្តែការសុំជំនួយរបស់នាងត្រូវបានបរាជ័យតែវាមិនអាចសុំជំនួយរហូតនោះទេមួយសន្ទុះក្រោយមក Cruz និង Playfair បានមកដល់កន្លែងកាត់ហេតុដែលភាពភ័យរន្ធត់ពិតរបស់ Enfield ត្រូវបានចាប់ផ្ដើមលេបត្រដាងអ្វីដែលពួកគេបានជួបប្រទះនៅក្នុងជញ្ជាំងផ្លូវ Green Street និងការបញ្យល់ដែលសមហេតុផលទាំងអស់ Janet Hudson ជាកូនស្រីច្បងទី2បានក្លាយជាចំណុចស្នូលនៃកំហឹងរបស់ Enfield Poltergeist ដែលរាងកាយរបស់នាងហាក់បីដូចជាត្រូវបានគេកាន់កាប់ដោយព្រលឹងដែលមើលមិនឃើញនាងនិយាយដោយសំឡេងមិនមែនជាសំឡេងរបស់នាងឡើយ Yeah. I'd like to know how you ពោលគឺសំឡេងរបស់នាងពោពេញទៅដោយការព្យាបាទនិងការគំរាមកំហែងប៉ុន្តែវាមិនមែនគ្រាន់តែជួនណែនោះទេដែលបានធ្លាក់ខ្លួនជាជនរងគ្រោះដោយសារតែកំហឹងរបស់ Enfield Poltergeist គ្រួសារ Hudson ទាំងមូលបានស៊ូទ្រាំនឹងភាពភ័យខ្លាចមិនឈប់ឈរផ្ទះដែលធ្លាប់មានសេចក្តីសុខរបស់ពួកគេប្រែក្លាយទៅជាសមរភូមិប្រយុទ្ធរវាងអ្នករស់និងអ្នកស្លាប់នៅពេលដែលរឿងនេះបានរីករាលដាលប្រព័ន្ធផ្សព្វផ្សាយបានចុះមក Enfield ដោយអន្ទះសារចងថតរូបភាពនិងទស្សនីយភាពដ៏អាថ៌កំបាំងនេះដែលបានលាតត្រដាងនៅខាងក្នុងប៉ុន្តែអ្វីដែលពួកគេឃើញគឺជាការភ័យខ្លាចជាងអ្វីដែលពួកគេនឹកស្មានដល់សម្រាប់ Enfield គឺមិនពេញចិត្តក្នុងការលាក់ខ្លួននៅក្នុង Green Street នោះទេដែលធ្វើឲ្យសាក្សីដែលបានឃើញញាប់ញ័រភ័យខ្លាចទោះបីជាការកាត់ខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយក៏ Cruz និង Playfair និងគ្រួសាររបស់ Hudson មិនអាចបណ្ដេញវិញ្ញាណដែលកាន់កាប់ផ្ទះរបស់ពួកគេបានទេតែភ្លាមៗនោះគេក៏បានបាត់ទៅដោយបន្សល់ទុកនៅសំណួរដែលមិនទាន់មានចម្លើយប៉ុន្តែគេដំណើររបស់ Enfield ស្ថិតនៅជាប់រហូតរឿងរបស់វាបានក្លាយជារឿងនិទានវាជាការរំលឹកដ៏រន្ធត់និងជាបន្ទាត់រវាងធម្មជាតិនិងអរូបីគឺជាអ្វីដែលយើងមិនហ៊ានគិតដល់តែនៅពេលដែលព្រះអាទិត្យលិចនៅ Enfield ក៏បានបញ្ចេញស្រមោលដ៏វែងឆ្លងកាត់ផ្លូវដ៏សែនស្ងប់ស្ងាត់របស់វាមនុស្សជាច្រើនមិនអាចឆ្ងល់បានទេថាតើ
Enfield នៅរងចាំដើម្បីបញ្ចេញភាពភ័យខ្លាចដល់មនុស្សឲ្យបានឃើញម្ដងទៀតឬបានរសាត់បាត់ទៅក្នុងប្រវត្តិសាស្ត្រជាសម្លេងបន្លឺឡើងនៃអត្តកាលដ៏យូរអង្វែងនៅពេលដែលការខ្សឹបខ្សៀវរបស់ Enfield រលត់ទៅនៅពេលយប់ឬនិទាននេះក៏នៅតែដក់ជាប់ក្នុងចិត្តរបស់អ្នកដែលហ៊ានសញ្ជើញគិតអំពីអាថ៌កំបាំងនេះសម្រាប់មនុស្សនៅជាក្រុងដ៏ស្ងប់ស្ងាត់នៃ Enfield មើលទៅដូចជាធម្មតាតែលាក់ការរំលឹកថាភាពភ័យរន្ធត់មិនអាចពន្យល់បានការភ័យខ្លាចខ្លះក៏មិនអាចពន្លត់ហើយវិញ្ញាណខ្លះទៀតនៅសៅសង្វេងនិងសងសឹកនៅតែបន្តរងចាំបញ្ចេញភាពភ័យខ្លាចមកម្ដងទៀតដូច្នេះអ្នកដែលដើរនៅតាមផ្លូវ Enfield សូមដើរដោយស្រាលស្រាលព្រោះអ្នកមិនអាចដឹងថាអ្វីដែលអាចកំពុងតែលាក់នៅក្នុងស្រមោលដែលរងចាំភ្ញាក់ពីដំណេករបស់វាហើយដណ្ដើមយកមកវិញនៅពិភពនៃការរស់នៅពេលនោះ Janet ក៏បន្តអាការៈដូចក្នុងរូបភាពនេះរហូតមកតើវាជាអ្វីឲ្យពិតប្រាកដ